សួស្តីបងប្អូនអ្នកគ្នានៅក្នុងវីដេអូនេះយើងមករៀនអំពី O the block ឬក៏ OB OB ឬក៏ O the block គឺជាបណ្ដុំសាច់ប្រាក់ដែលមានអ្នក order position ច្រើននៅក្នុងហ្នឹងគឺជា block អ្នក order position នៅក្នុងហ្នឹងច្រើនមែនទែនអញ្ចឹងនៅពេលដែលមានអ្នក order position នៅទៅនឹងច្រើនវាបង្កើតទៅជាបណ្ដុំ O the block កន្លែងហ្នឹងណានេះឧទាហរណ៍អញ្ចេះនេះកន្លែងនេះសិតតែជាអ្នកបណ្ដុំ order position អ្នក sell នៅនេះច្រើនណាបង្កើតជា bearish order block អញ្ចឹងថ្ងៃនេះយើងមករៀនអំពី order block ឬក៏ OB ហ្នឹងតើយើងចាប់បែបណាយើងសម្គាល់បែបណាយើងត្រូវការប្រើប្រាស់វាបែបណាជាទូទៅ order block យើងអាចចាប់វាជា model confirm ក៏បាន model entry ក៏បានណាជាទូទៅ order block អាចចាប់នៅ1ម៉ោង time frame ក៏បានអាចចាប់នៅ15នាទីក៏បានអាចចាប់នៅ5នាទីក៏បានធ្វើជា key ណាអញ្ចឹងថ្ងៃនេះយើងមករៀនអំពី order block order block របៀបសម្គាល់វាគឺ3ទៀនមាន3ទៀនណានេះមាន3ទៀនបែបនេះនេះឃើញទេទៀនទី1គឺជា bullish អាហ្នឹងគឺសម្រាប់ bearish order block ណាbullish តិចទៀតខ្ញុំរៀនចប់អាហ្នឹងខ្ញុំនឹងទៅបរៀន bullish វិញម្ដងណាអានេះគឺជា bearish order block យើងឃើញទេទៀនទី1របស់វាទៀនទី1របស់វាគឺជា bullish and ទៀនទី2គឺជា bearish និងទៀនទី3គឺជា bearish ដូចគ្នាអញ្ចឹង3ទៀនបូកចូលគ្នាវាទៅជា order block ណា3ទៀនបូកចូលគ្នាវាទៅជា order block អញ្ចឹងហើយតើ order block ហ្នឹងចុះបើសិនជាក្នុងករណីថានេះទៀនទី1នេះទៀនទី1វិចវាវែងជាងគេអញ្ចឹងយើងអាចចាប់ជា order block បានអត់អាចចាប់ជា order block បានណាអាចចាប់ជា order block បានដូចគ្នាប៉ុន្តែសូមកុំឲ្យទៀនទី3នេះវិចទៀនទី3នេះវែងជាងទៀនទី1ឬក៏ទៀនទី2បើសិនក្នុងករណីថាវែងជាងគេវែងទាំងវិចទៀនទី1វែងទាំងវិចទៀនទី2នេះក៏បែបនេះវិចវាវែងអញ្ចឹងអាហ្នឹងមិនមែនជា order block ទេអាហ្នឹងគឺជា order block ដែលបានប្រើប្រាស់រួចអញ្ចឹង order block ហ្នឹងលេខវេលាទៅហើយប៉ុន្តែយើងឃើញទៀនទី1វាទៀនទី1វាបិទត្រឹមហ្នឹងអញ្ចឹងទៀនទី2វាគឺជា bearish ហើយវិច high របស់វាគឺនៅខាងលើអញ្ចឹងកន្លែងនេះយើងអាចចាប់ជា order block បានណាទៀនទី1 bullish ទៀនទី2 bearish and ទៀនទី3 bearish ដូចគ្នាណាអញ្ចឹងតើ order block គេចាប់បែបម៉េចណាគេចាប់បែបម៉េចនេះគេចាប់បែបនេះយើងអាចចាប់នៅ clock candle ណាយើងអាចចាប់នៅ clock candle បានសម្រាប់ bearish order block នេះអាចចាប់នៅ clock candle បាននេះយើងឃើញទេចាក់ទៅលើកន្លែង clock candle ហ្នឹងយើងឃើញទេណាចាក់ order block មកបន្តិចហ្នឹង order block កន្លែងអ្នក order position ណាកន្លែងអ្នក order position នេះយើងឃើញទេចាក់មកបន្តិចទេគឺវានឹងធ្វើការ run ចូលទៅខាងក្រោមណាអញ្ចឹង order block នេះគឺជាបណ្ដុំកន្លែងអ្នកបញ្ជាទិញឬក៏ block អ្នក order position ច្រើនដែលនៅក្នុងហ្នឹងបង្កើតទៅជាបណ្ដុំសាច់ប្រាក់វាដូចជាមួយនឹង liquidity ដូចគ្នាគ្រាន់តែយើងហៅវាជា order block កន្លែងដែលអ្នក sell ច្រើនណាអ្នក buy ច្រើនអ្នក sell ច្រើនអញ្ចឹងណាហើយមួយទៀតសម្រាប់របៀបចាប់គឺមាន2ទៅ3របៀបនោះរបៀបទី2នេះគេចាប់ពី week low and week high and week low អញ្ចឹងណាគេចាប់បែបហ្នឹងប៉ុន្តែចាប់បែបហ្នឹងវាSL វារាងធំប៉ុន្តែសួរថាយើងអាចចាប់បែបហ្នឹងអត់បានអត់យើងអាចចាប់បានយើងអាចចាប់បែបហ្នឹងបានលុះត្រាតែយើងមាន0ឬក៏មានkey ណាមួយដើម្បី confirm ធ្វើការ sell ប៉ុន្តែសួរថា price នេះវាចាក់ទៅដល់ណានេះវាគ្រាន់តែចាក់មកដល់កន្លែង close បាត់នៃវានៅក្រោមហ្នឹងទេអញ្ចឹងណាអញ្ចឹង0នេះក៏យើងអាចចាប់ជា0នៅ order block អញ្ចឹងក៏បានឬក៏យើងអាចចាប់នៅកន្លែងclose candle ក៏បានឬក៏អាចចាប់នៅ wick low ក៏បាននេះ wick low យើងឃើញវាប៉ះជាមួយនឹង wick low order block ហ្នឹងក៏ធ្លាក់ចុះមកដែរណាអញ្ចឹងអាចចាប់នៅ wick low ក៏បានអាចចាប់នៅ close candle ក៏បានសម្រាប់ bearish order block ណាអាចចាប់បែបហ្នឹងក៏បានដែរហ្នឹងសម្រាប់ order block អញ្ចឹង order block មួយនេះយើងអាចរកកន្លែង entry បានដូចគ្នាណា buy and sell model ដូចគ្នាណា buy and sell model ដូចគ្នាយើងឃើញ price បានប៉ះជាមួយនឹង order block បន្តមកទៀតយើងមានអី confirm ខ្លះនេះ confirm កន្លែងយើងកន្លែងនេះមានអី confirm ខ្លះប៉ុន្តែកន្លែងនេះអត់បានប៉ះណាអញ្ចឹងហើយទើបវា retracement ឡើងខាងលើដើម្បីធ្វើការប៉ះជាមួយនឹង order block នៅខាងលើនេះម្ដងទៀតនេះយើងមានអីគេកន្លែងនេះយើងមាន TS Pulsus ឬក៏ stop hand ប៉ុន្តែជាទូទៅយើងចាប់កន្លែងនេះជា Pulsus នឹងឯងឬក៏ TS ណាយើងចាប់ជា TS សម្រាប់ confirm ណាសម្រាប់ confirm ទីផ្សារនេះយើងឃើញទីផ្សារនេះប៉ះជាមួយ order block
ហើយសួរថាហេតុអីបានទីផ្សារនេះបង្កើតជា order block ដោយសារតែប៉ះជាមួយនឹង rejection block ដូចគ្នានៅខាងលើនេះ rejection block ណាមេរៀនក្រោយៗទៀតខ្ញុំនឹងបរៀន rejection block អំពី Marxist-Leninist អីផ្សេងៗទៀតណាបរៀនរហូតអញ្ចឹងអ្នកមើលវីដេអូនេះអាចចុច subscribe មួយទៅ2ថ្ងៃ1ថ្ងៃទៅ2ថ្ងៃខ្ញុំនឹងបោះជាវីដេអូឲ្យអ្នកនរគ្នាបានរៀនណាហើយបើសិនជាអត់ចេះឬក៏អត់ច្បាស់ទេអាចឆាតសួរខ្ញុំក៏បានអាចចូលទៅក្នុង private class ក៏បានខ្ញុំមាន free mentorship នៅក្នុងទាំងអស់ណាអញ្ចឹងនិយាយប៉ះជាមួយនឹង rejection block ប្រាយហ្នឹងបង្កើតទៅជា order block ថែមម្ដងទៀតអញ្ចឹង order block ប៉ះជាមួយនឹង order block ដូចគ្នាហើយសួរថាតើនៅពេលដែលវាបង្កើត order block អញ្ចឹងយើងអាចចូល sell បានភ្លាមៗអត់យើងអាចចូល sell បានភ្លាមៗប៉ុន្តែត្រូវតែមាន key level ណាមួយដើម្បីទប់តម្លៃដូចគ្នាចេះនេះដូចយើងឃើញទេប៉ះជាមួយនឹង rejection block នៅខាងលើហើយបង្កើតទៅជា order block អញ្ចឹងយើងអាចធ្វើការ sell order flow តម្លាក់មកចុះកន្លែងនេះបានណាតម្លាក់មកប៉ុន្តែវាអត់មានសុវត្ថិភាពក្នុងការ sell ទេព្រោះវាអត់មាន model confirm អីគ្រប់គ្រាន់អញ្ចឹងអ្វីដែលសុវត្ថិភាពបំផុតនោះគឺចាំឲ្យវា retracement ឡើងទៅប៉ះជាមួយនឹង order block នៅខាងលើនេះប៉ះជាមួយនឹង order block បែបហ្នឹងហើយទើបយើងរកកន្លែង sell មកដើម្បីឲ្យវាមានសុវត្ថិភាពណាដើម្បីឲ្យវាមានសុវត្ថិភាពក្នុងការ sell នៅកន្លែងហ្នឹងឃើញទេប៉ះហើយ price ធ្លាក់ទៅរកអីគេធ្លាក់ទៅរក sell side liquidity អញ្ចឹងខ្ញុំសូម replay មកខាងក្រោមបន្តិច replay មកខាងក្រោយបន្តិចនេះ sell side liquidity នៅខាងក្រោមអញ្ចឹង price នេះនៅពេលដែលមាន array គ្រប់គ្រាន់ដើម្បីឲ្យវាមកផ្ដាច់ sell side liquidity ណាវាត្រូវតែមាន order block មានអីអញ្ចឹងហើយព្រោះអីទីផ្សារទាំងអស់បើសិនជាអត់មាន order block អត់មាន liquidity អីនៅខាងលើគ្រប់គ្រាន់ដើម្បីឲ្យ price ហ្នឹងធ្លាក់មកក្រោមទេក៏វាអត់មកដែរណានេះហើយសួរថាកន្លែងនេះមានអីខ្លះទៀតនេះអត់រៀន inversion ណាមាន inversion FVG កន្លែងនេះឃើញ inversion FVG ឬក៏ IFVG នៅកន្លែងហ្នឹងអញ្ចឹងកន្លែងនេះមាន key ច្រើនដើម្បីទប់ប្រាយដូចជា rejection block មាន OB ដើម្បីទប់មាន inversion FVG ឬក៏ IFVG ដើម្បីទប់តម្លៃដូចគ្នាណាអញ្ចឹងការចុះរបស់ price ឬក៏ការឡើងអីនីមួយៗគឺសុទ្ធតែមាន key level ដើម្បីឲ្យវាទប់តម្លៃមានអីគ្រប់គ្រាន់មាន PD array គ្រប់គ្រាន់ដើម្បីឲ្យវាទប់តម្លៃដូចគ្នាមិនមែនថាចេះវាចេះតែចុះឡើងទេអញ្ចឹងណាអញ្ចឹងនៅខាងក្រោមនេះមានដូចជា sell side liquidity sell side liquidity នៅខាងក្រោមនេះឃើញទេ price នេះមកប៉ះ sell side liquidity អញ្ចឹងមកដល់ខាងលើនេះវិញខ្ញុំសូមបញ្យល់តាក់ទងអំពី price បន្តិចមិនបានវាធ្វើការចុះមកដល់ខាងហ្នឹងណាយើងគួរតែចាប់ array ធំជាមុនសិនណានេះដូចជា market structure ណាដូចជា market structure ដើម្បីបញ្ជាតម្លៃឬក៏ MAS ណា MAS នៅកន្លែងនេះមានមួយអញ្ចឹងណាមាន MAS កន្លែងនេះមួយបន្ទាប់មកទៀត price ហ្នឹងនៅមានអី confirm តម្លៃខ្លះទៀតណាដូចជាអត់មានអីផ្សេងទេកន្លែងនេះបើសិនជាណាកន្លែងអត់មានអីផ្សេងអញ្ចឹងយើងអាចដូរទៅមើលជាមួយនឹង5នាទីបានណា5នាទីថាកន្លែងហ្នឹងមានអីខ្លះដើម្បីឲ្យទប់តម្លៃ price ហ្នឹងដើម្បីធ្លាក់មកណានេះកន្លែងមានអីគេនិយាយកន្លែងនេះអត់សូវមានអីទេណាប៉ុន្តែអ្វីដែលយើងមើលអត់ឃើញនោះគឺជា key ហ្នឹងឯងនេះយើងឃើញ key គេ key inversion AVG ណានេះនៅពេលដែល price ប៉ះជាមួយនឹង inversion AVG ហើយវាមានអីទៀតវាមាន TS ទៀតដើម្បី support តម្លៃដើម្បី confirm តម្លៃឬក៏ទប់តម្លៃនេះ TS នៅកន្លែងហ្នឹងទៀតស្អាតមែនតើណា TS មាន TS ទៀតឲ្យសួរថាផ្សារណាមិនចុះបើសិនជាមាន array គ្រប់គ្រាន់ដើម្បីធ្វើការ confirm ឯហ្នឹងហើយអញ្ចឹងដែល confirm នេះវាស្រួលមែនតើណាឥឡូវយើងមើលទៅលើ15នាទីសិនថា flow វាបែបម៉េចនេះ inversion FVG នៅទៅហ្នឹងឃើញទេខ្ញុំចាប់មក TS នៅទៅនេះទៀតពេលក្រោយទៀតខ្ញុំនឹងបញ្យល់តាក់ទងអំពី direction អីផ្សេងទៀតណាហើយសួរថាតើទីផ្សារហ្នឹងយើងគួរតែ sell មកពីខាងណាមកនៅពេលដែលទីផ្សារហ្នឹងប៉ះជាមួយនឹង order block ណាប៉ះជាមួយនឹង order block យើងអាចធ្វើការ sell ភ្លាមដោយធ្វើការមាន confirm TS ឲ្យគ្រប់គ្រាន់ឬក៏យើងចាំ confirm កន្លែង market structure នៅពេលដែលវា pull back ឡើងទៅខាងលើទើបយើងអាចធ្វើការ sell មកបានក៏បានដែរណាអាហ្នឹងយើងមាន2ជម្រើសណាក្នុងការ sell តែជាជម្រើសល្អយើងអាច sell នៅខាងលើនេះបានដោយវាបានច្រើនលេខដែរហើយបើសិនជាវាធ្វើការ retracement ទៅលើ market structure អាហ្នឹងក៏យើងអាចធ្វើការ sell បានដែរអញ្ចឹងណានេះឃើញទេហើយសួរថាខាងក្រោយមាន market structure អីទៀតអត់នេះមានដូចគ្នាតោះឥឡូវយើងឃើញណា price បានប៉ះជាមួយនឹង sell side active ខាងក្រោមហ្នឹងអញ្ចឹងអត់មានអីពិបាកទេក្នុងការ sell model ណាវាមានតែ order block មាន TS មាន rejection block FVG នៅខាងលើគ្រប់គ្រាន់ដើម្បីទប់តម្លៃ price ហ្នឹងកុំឲ្យឡើងទៅខាងលើបុកផ្ដាច់ទៀតណាមានតែប៉ុណ្្នឹងទេអញ្ចឹងយើង
ចូលទៅដល់bài mà đâyវិញដល់គេហៅថា bullish order block វិញម្ដងណាមិញហ្នឹងយើងបានរៀនអំពី bearish order block រួចហើយអញ្ចឹងឥឡូវនេះយើងអាចចូលមកដល់ជាមួយនឹង bullish order block អញ្ចឹងមុននឹងចូលដល់ bullish order block ខ្ញុំសូមបញ្យល់តិចសិន order block គឺជាបណ្ដុំសាច់ប្រាក់ណាបណ្ដុំសាច់ប្រាក់មិនថា bullish មិនថា bearish ទេឲ្យតែមាន order block កើតឡើងនៅក្នុងហ្នឹងគឺជាបណ្ដុំសាច់ប្រាក់ដូចលើពីធីដែរគេហៅថាកន្លែងអ្នក order position ច្រើននៅក្នុងហ្នឹងអញ្ចឹងធ្វើការអញ្ចឹងនៅពេលដែលបង្កើតទៅជា order block នៅកន្លែងហ្នឹងហើយណាយើងអាចសង្កល់អូកន្លែងហ្នឹងមានអ្នក order position ច្រើនអញ្ចឹងយើងអាចធ្វើការ order position នៅកន្លែងហ្នឹងបានដូចគ្នាតោះឥឡូវនេះយើងឃើញទេនេះចំពោះ bullish order block យើងចាប់វាទៀនទី1នេះទៀនទី1នេះទី1គឺជា bearish ទៀនទី2គឺជា bullish ទៀនទី3គឺជា bullish អាហ្នឹងសម្រាប់ bullish order block ប៉ុន្តែសម្រាប់ bearish order block ទៀនទី1គឺជា bullish ទៀនទី2 bearish ទៀនទី3គឺជា bearish ប៉ុន្តែ bullish order block ទៀន1 bearish ទៀនទី2 bullish ទៀនទី3គឺ bullish អាហ្នឹងសម្រាប់ bullish order block ណានិយាយឃើញទេទៀនទី1 bearish ទៀនទី2 bullish អញ្ចឹងកន្លែងនេះយើងអាចចាប់វាជា bullish order block បានណា bullish order block បានសម្រាប់ confirm ទីផ្សារដូចគ្នាណាហើយសួរថាកន្លែងនេះ order block ដែរអត់យេ order block ដូចគ្នាឲ្យតែនេះឲ្យតែអីគេកុំឲ្យតែទៀនវិចឡូទៀនទី3នេះមកដល់ក្រោមនេះឬក៏កន្លែងមកដល់ក្រោមនេះអាហ្នឹងយើងអត់អាចចាប់ជា order block បានទេឬក៏ fail order block អញ្ចឹងណាឬក៏ order block ដែលបានប្រើប្រាស់រួចនេះណាប៉ុណ្្នឹងទេហើយសួរថាកន្លែងនេះprice នេះមិនបានចុះមកហើយប្រកាសជា order block ដោយសារតែមានអីទុកតម្លៃនេះមានអីគេមាន inversion AVG ដែលខ្ញុំបានបរៀនពី video មុនសម្រាប់ inversion AVG ណាសុទ្ធតែមាន key level សុទ្ធតែមាន key ដើម្បីទុកតម្លៃទាំងអស់បើមិនក្នុងករណីថាអត់មាន key ទេទីផ្សារអត់មាន key ទុកតម្លៃឲ្យវាទៅយកបាយ40ទេទីផ្សារហ្នឹងនឹងធ្វើការចុះឡើង sideways រហូតប៉ុន្តែ sideways គឺដើម្បីវាបង្កើតជា key level ណាមួយដើម្បីទៅយកបាយ40 and 40ណាមានតែប៉ុណ្្នឹងទេហើយសួរថាតែកន្លែងនេះគឺជា order block ដែរអត់ណាកន្លែងនេះគឺជា order block ដូចគ្នាប៉ុន្តែកន្លែងនេះយើងអាចចាប់វាជា single candle order block មេរៀនក្រោយខ្ញុំនឹងបញ្យល់ទៀតតាក់ទងអំពី order block នឹងទាំងអស់មិនថា single candle order block មិនថា order block ធម្មតាព្រៀនទាំងអស់ណាចឹងកន្លែងនេះ IFVG បន្តមកទៀតកន្លែងនេះ single candle order block single candle order block single candle order block យើងអាចហៅកាត់វាជា SCOB បានណា single candle order block ហៅអញ្ចឹងបានមេរៀនក្រោយខ្ញុំនឹងបរៀនតាក់ទងអំពី single candle order block ដែរព្រោះអីវាក៏ជា order block មួយដែរហើយភាគច្រើនគឺកើតឡើងអញ្ចឹងរហូតណាភាគច្រើនគឺកើតឡើងទាំងអស់គេហៅថា single candle order block ហើយសួរថាវាបលិតដូចគ្នាអត់វាបលិតដូចគ្នាអញ្ចឹងយើងឃើញណាទីផ្សារប៉ះជាមួយនឹង single candle order block បន្តមកទៀតប៉ះជាមួយនឹង inversion AVG ដែលជា key ទប់តម្លៃដែលល្អបំផុតនេះយើងឃើញអានេះបង្កើតឡើងជាអីគេបង្កើតឡើងទៅជា order block ណាបណ្ដុំសាច់ប្រាក់គឺជាបណ្ដុំ order block ហើយសួរថាតើ order block នេះយើងចាប់បែបម៉េចនេះយើងអាចចាប់បែបនេះជាមួយនឹង clock candle ណា candle clock bullish clock នៅខាងលើ bearish clock នៅខាងក្រោមណាអ្នកយើងឃើញទីផ្សារប៉ះជាមួយនឹងអីគេប៉ះជាមួយនឹង order block នឹងយើងឃើញទេប៉ះជាមួយនឹង order block ទៅធ្វើការ retracement ឡើងទៅខាងលើវិញណានេះឃើញទេទីផ្សារទៅយកអីគេទៅយក buy side liquidity នៅខាងលើបន្ទាប់មកទៀតណានេះឃើញទេដាច់ buy side liquidity ហើយសួរថាហេតុអីបានទីផ្សារកន្លែងនេះឡើងហើយអត់ប៉ះជាមួយនឹង buy side liquidity ព្រោះអីកន្លែងនេះមាន point of interest មួយសម្រាប់ទប់តម្លៃទីផ្សារអញ្ចឹងបើសិនជាក្នុងករណីមាន key level អីច្រើននៅខាងលើដែរអញ្ចឹងទីផ្សារនឹងធ្វើការ run ចុះមកខាងក្រោមដើម្បីទៅយក key ឲ្យវា strong តម្លៃឡើងទៅខាងលើបន្ថែមទៀតបើសិនជាក្នុងករណីថានៅខាងលើនេះមាន key ច្រើនហើយខាងក្រោមអត់មានទេអញ្ចឹងវាឡើងដល់ខាងលើនេះហើយវានឹងធ្វើការមកយក sell side liquidity នៅខាងក្រោមនេះសិនប៉ុន្តែបើសិនជាក្នុងករណីខាងក្រោមនេះមាន key ច្រើនមាន key មានអីទៀតមាន BPO ណា balance price range order block មានផ្សេងនៅខាងក្រោមនេះមកកណោអញ្ចឹងបានវាឡើងទៅយកជាមួយនឹង buy side liquidity នៅខាងលើអញ្ចឹងណា
អញ្ចឹងការដើររបស់ប្រាយនីមួយៗគឺសុទ្ធតែមានមូលហេតុគ្រប់គ្រាន់ដើម្បីឲ្យវាឡើងទៅណាវាមិនដែលថាអត់មានអីសោះហើយវាឡើងទៅទេអាហ្នឹងហ៎មានតែម៉ោងព័ត៌មាន fundamental អីផ្សេងៗទេអញ្ចឹងណាយើងបាន order block ហើយនេះហើយ order block នេះសួរថាតើយើង entry មិនបានណាយើង entry បានយ៉ាងម៉េចយើងអាចចូលទៅមើលទៅលើ5នាទីដើម្បី entry បានដូចគ្នាណាចូលទៅមើល5នាទីដើម្បី entry ដូចគ្នាណា ឃើញទេ5នាទីមាន entry នេះគឺជា order block ណាគឺជា order block ដូចគ្នាហើយដូចខ្ញុំបាននិយាយមិញអញ្ចឹងបើសិនជាក្នុងករណីថា price នេះបានទៅប៉ះជាមួយនឹង order block នៅខាងក្រោមអញ្ចឹងបើសិនជាក្នុងករណីបង្កើតជា order block ថែមម្ដងទៀតនៅ5នាទីឬក៏15នាទីយើងអាចទៅការបាយភ្លាមៗដែលអាចប្រើប្រាស់ទៅលើគេហៅថា order flow ណា order flow បានអញ្ចឹងនៅពេលដែលទីផ្សារប៉ះជាមួយនឹង order block បង្កើតទៅជាទៀនថ្មីមួយដែលគេហៅថា bullish និងទៀនទី3គឺជា bullish ដូចគ្នាអញ្ចឹងយើងអាចបាយពីនឹងទៅបានដោយប្រើប្រាស់ឬក៏ SL យើងដាក់នៅខាងក្រោមនេះបើសិនជាក្នុងករណីថាទីផ្សារនោះប៉ះជាមួយនឹង rejection block នៅខាងក្រោមនេះម្ដងទៀតយើងឲ្យប៉ះទៅ SL យើងដាក់នៅខាងក្រោមនេះបានណាដូចគ្នាមានតែប៉ុណ្្នឹងទេអត់មានពិបាកច្រើនទេសម្រាប់អានេះវាអត់មាន confirm វាអត់សូវមានអី confirm ច្រើនទេណាវាអត់មាន confirm ច្រើនទេអញ្ចឹងយើងអាចបាយនៅ order block កន្លែងនេះបានណាហើយសួរថាបើសិនជាក្នុងករណីយើងអត់ទុកចិត្តនៅកន្លែងហ្នឹងចុះបើសិនជាបាយវាចុះមកផ្ដាច់ធ្វើម៉េចអញ្ចឹងហើយយើងអាចធ្វើការបាយនៅកន្លែង market strategy គ្រប់គ្រាន់បាននេះ market strategy បើយើងឃើញមាន10គ្រាប់នៅទៅហ្នឹងឯង fail ដូចគេ fail high នឹងឯងណា MAS market strategy យើងឃើញមាន MAS នៅទៅហ្នឹងហើយទីផ្សារនឹងធ្វើការ pull back ចុះមកក្រោម pull back ប៉ះអីគេប៉ះ LG ណាប៉ះ LG នៅខាងនេះ AVG យើងឃើញទេទីផ្សារមាន market strategy បន្តមកទៀតឡើងទៅខាងលើផ្ដាច់តម្លៃរួចធ្វើការ pull back ចុះមកខាងក្រោមដើម្បីប៉ះជាមួយនឹង SVG ទើបធ្វើការហោះឡើងទៅខាងលើផ្ដាច់ជាមួយនឹង buy side liquidity អញ្ចឹង order block នៅខាងនេះមានតែប៉ុណ្្នឹងទេសម្រាប់ bullish order block និង bearish order block ណាអញ្ចឹង order block នីមួយៗបើសិនក្នុងករណីថាវាកើតឡើងអញ្ចឹងវាតែងតែមាន key ដើម្បីទប់តម្លៃណា key ដើម្បីទប់តម្លៃនេះយើងឃើញទេ inversion FVG ក៏ដូចជា single candle order block ដើម្បីទប់តម្លៃរួចបង្កើតទៅជា order block ណា order block កន្លែងនេះអញ្ចឹងសម្រាប់មេរៀននៅថ្ងៃនេះ order block គឺមានតែប៉ុណ្្នឹងទេណាបើសិនជាបងប្អូនទាំងគ្នាឆ្ងល់ឬក៏អត់ចេះអីអាចឆាតសួរខ្ញុំបានណា link ខ្ញុំដាក់នៅ description នៅក្នុងវីដេអូនេះហើយបើសិនជាបងប្អូនទាំងគ្នាចង់តាក់ទងមករៀនជាមួយនឹង private class រៀនជាមួយនឹងខ្ញុំផ្ទាល់ណាអាចធ្វើការឆាតមកខ្ញុំបានបច្ចុប្បន្ននេះខ្ញុំមាន free private class ណា free private class រៀនអត់គិតថ្លៃទេអត់ធ្វើការឆាច់លុយទេណារៀន free តែម្ដង